เคยแต่ชารอดไงไปស្ងោរជ្រក់លីហូលើម៉ៃក្មេងហូបម្ដងមើលមិនវិញព្រោះតែបានទៅផ្សារមិញទិញបានលីហូហ្នឹងអាហូម៉ានថ្ងៃអត់មានទេបងប្អូនហើយឥឡូវតាមបានធ្វើមកគាត់ថាមកដល់សាលាកកហុយសិនត្រូវមកចុះឈ្មោះឲ្យកូនបើចូលរៀនអាទី1ចាគាត់ថាវគ្គក្រោយនឹងឯងហើយនេះគឺជាសាលាបឋមសិក្សានៅក្នុងភូមិមួយកន្លែងដែលកូនខ្ញុំរៀនអញ្ចឹងណាតែធំណាស់បងប្អូនហើយរំតែឃើញអាកន្លែងចុះឈ្មោះគេនេះប្តីខ្ញុំឡើងចង់អាលៀកលៀនហើយពីមួយជាន់ទៅមួយជាន់បរិវេណសាលាគេមិនណាយហើយដល់ចង់ទៅវិញរង្វាន់ណាខ្ញុំមកសាលាដែរខ្ញុំបានឡើងដល់លើនឹងទេបងប្អូនគ្នាឥឡូវកូនបើត្រូវចូលអាទី1ទៅពេញអញ្ចឹងចុះឈ្មោះអញ្ចឹងណាខ្ញុំដល់ទី1ហើយវគ្គក្រោយហ្នឹងឥឡូវកន្លែងគួរធ្វើឥឡូវប្រាប់ប្តីថាឯងទៅតាមគេតាមឯងលោកសតាណាព្យាបាលគេឡើងទៅប្រជុំទាំងអស់រៀបចូលទី1អញ្ចឹងគេហៅណាព្យាបាលគ្រប់រូបមកសញ្ញានឹងមកប្រជុំដើម្បីថាឲ្យដឹងពីការចុះឈ្មោះនឹងបងលុយថ្លៃសាលាបែបមិនអញ្ចឹងណាលើកទី1សម្រាប់ខ្ញុំដែលចូលវេទិកាក្នុងសាលារបស់កូនកំពុងពីអ្នកប្តីកំពុងតែស្ដាប់នាយកសាលាគេរាយរាប់អីចឹងទៅហើយឥឡូវដល់វេនចុះឈ្មោះបងប្អូនចុះឈ្មោះតាមអីណែទូរស័ព្ទទៀតគេឲ្យមានការ download អីចឹងណាខ្ញុំមិនចេះទេមានតែប្តីខ្ញុំនេះដែលចេះអញ្ចឹងហើយអ្នកដែលចុះឈ្មោះរួចរាល់បានតែចេញទៅផ្ទះបដាម្នាក់ខ្ញុំចុះឈ្មោះហើយក៏មកដល់ផ្សារដែរចាគេថាមកទិញលីហូនេះនិស្សិតបាត់កដេញណែកធនគេល្មមយកទៅហើយត្មងទៅព្រោះថានឹកកដេញណែស្ងោជ្រក់លីហូលីសាធ្លាប់ហូបស្ងោជ្រក់លីហូអូនីនេះហ៎អូនេះលក់នៅមុខណាកាវើការពីខ្ញុំនៅខ្មែរអញ្ចឹងណាអញ្ចឹងហើយនៅដិតដាមនៅឃ្លានអញ្ចឹងទៅឥឡូវនៅមកទិញក្រូចឆ្មាផងចាឃើញតលេនគេនេះក៏បានទិញកន្លះគីឡូក្រូចឆ្មា2ជីមកចិបអញ្ចឹងទៅដើម្បីថាស្ងោជ្រក់នេះបងប្អូនអើយមួយចានហើយតម្លៃធូរថ្លៃឯលីហូនេះមកកញ្ច្រែងអ៊ូងធំគាត់គិតជាតម្លៃ10000ជាងលុយខ្មែរយើងហ្នឹងអញ្ចឹងហើយមកបតើឆ្នាំងដើម្បីស្ងោជ្រក់ហ្មងទៅជារបបខ្ញុំនៅនេះណែដាំទឹកឲ្យពូបានដាក់ដេញណែលឹកត្រីខ្ញីខ្ទឹមចាស្លឹកក្រូចសើចទឹកត្រីប៊ីចេងស្ករអំបិលសិនបានខ្ញុំដាក់លីហូចូលបើសិនតែទឹកពុះដាក់លីហូចូលតែហ្មងបានបងប៊ីចេងស្ករអំបិលអញ្ចឹងលីហូយើងវាសិតទូចអញ្ចឹងអត់ស្អីសាច់ទេយើងដាក់ប៊ីចេងស្ករអំបិលចូលដាក់លីហូចូលតែមួយភ្លោតហ្នឹងតែ3នាទីបិទភ្លើងពឹបចាគេថាលីហូរបស់យើងអត់ជ្រុះសាច់ពីសបកទេបាច់ក្រូចឆ្មាសបកលឿងបន្ថែមទៀតឈ្ងុយបងប្អូនហើយនេះពងតែមេឃ្លៀងរ៉ែបានស្ងោជ្រក់លីហូហូបទៅជូរឆ្លាស់មុខឆ្លាស់មាត់ចំណែកម៉ៃក្មេកខ្ញុំវិញចេញពីធ្វើការមកឆាដលងបារាំងទៀតមិនថាឆាអត់លហើយឆាអត់ព្រូប្រែឆាជាង10ឆ្នាំហើយជាង10ឆ្នាំខ្ញុំហ្នឹងគឺថាខ្ញុំរស់នៅសុខចិត្តណាបងប្អូនតាំងពីមិនទាន់មានកូនរហូតដល់កូនចិត្តប៉ុនម៉ែឆារហូតក្តុកក្តួលខ្លាំងណាស់លោកអើយហើយឥឡូវនេះចាម៉ៃក្មេកខ្ញុំកំពុងតែចាក់ចូលក្នុងចានជាមួយនឹងជ្រក់ស្ងោជ្រក់លីហូឡើយអាប្រុសរបស់ខ្ញុំកំពុងតែពើតយួរដោយសារតែគាត់ផ្លាច់មាត់អីចឹងណាថ្ងៃនេះតានៅទេនៅតែ3 4នាក់ហ្នឹងហើយមកហូបឡើងពេញតុកលោកអើយហើយខ្ញុំនេះខំប្រឹងថាខ្លាច់ហូបមិនគ្រប់មិនគ្រាន់ដាក់ឯងយកទាំងអស់ហ្មងទៅសល់មកកធនកន្លះកធនចាក់ដៃអ្នកលក់ហ្នឹងឡើងពេញឆ្នាំងឡើងពេញដេញចានកូននេះឥឡូវមានអីទៀតដាក់តែប្តីខ្ញុំនឹងពើតយួរបងប្អូនហើយថាគាត់ធ្លាប់ហូបនៅខ្មែរដែរហ៎ដូច្នេះហើយគាត់ដឹងអារសជាតិហ្នឹងអញ្ចឹងណាអត់សំចៃយូរទេពីណាហូបមិនដឹងឲ្យដឹងស្ងួតដាក់យកឲ្យទូឯងប្រុសតែជនជាតិចិនគេអត់សូវចូលចិត្តហូបជូរទេបងប្អូនហើយអញ្ចឹងខ្ញុំបាច់គួយឆ្មាតែល្មមទេឲ្យតែជូរហ្នឹងគាត់ញ៉ាញគ្រប់តែគ្នានឹងឯងថាកូនខ្ញុំប្តីខ្ញុំឲ្យខ្មិចទេរឿងលីហូនេះឡើងអ៊ូថតឡើងម៉ាប់នេះជាតិអើយសែនជាតិហើយលើវីដេអូនេះខ្ញុំក៏បានដល់ទីបញ្ចប់ផងដែរអរគុណច្រើន